ប្រពន្ធដើមនិងគូកនម្នាក់ដែលបានព្រួតប្រើប្រាស់នៅអំពើសាទៅលើសីស្នារបស់ប្តីដែលនាំឲ្យមានការចាក់ផ្អើលជាខ្លាំងនៅក្នុងទឹកដីនៃខាងទូកោនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការនៅថ្ងៃទី4ខែឧសភានេះដើម្បីចាត់វិធានការទៅតាមច្បាប់នេះបើយោងតាមការបញ្ជាក់ពីលោកម្នាក់ស្រីឯកសមវិជ្ជការអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាពសារព័ត៌មានកម្ពុជាឈ្នះលោកសមវិជ្ជការបានអះអាងបន្ថែមទៀតថាបរិសម្នាក់ដែលបានស្ទុះទៅវាយជនគ្រោះដល់ក្នុងផ្ទះគឺសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀតឈានដល់ការខកខ្លួននាពេលឆាប់ខាងមុខនេះខ្ញុំសូមរំលឹកជូនបងប្អូនបន្តិចករណីនៃអំពើហិង្សាដែលប្រពន្ធដើមហើយនឹងបងប្អូនសាច់ញាតិព្រួតវាយជនគ្រោះដែលអះអាងថាជាសីស្នារបស់ប្តីគឺនាំឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែคลิปវីដេអូដែលប្រពន្ធដើមនិងបងប្អូនបានព្រួតវាយកញ្ចក់ឡានរបស់សីស្នាហើយបានបើកឡាន Raptor ដេញបំបុកជនគ្រោះថែមទៀតផងមិនអស់កំហឹងក្រុមគ្រួសាររបស់ប្រពន្ធដើមក៏បានចូលទៅវាយជនគ្រោះដល់កន្លែងលក់ដូររបស់បងប្អូនប្រជាពលរដ្ឋតែម្ដងក្រោយពីការថែភ្លាមសមត្ថកិច្ចនគរបាលខណ្ឌទូកោក៏បានឃាត់ខ្លួននារី2នាក់ដែលប្រើប្រាស់នៅអំពើហិង្សានេះដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាមតិយោបល់របស់ខ្ញុំរឿងរ៉ាវស្នេហាត្រីកោណនេះគឺជារឿងឯកជនរបស់បងប្អូនរឿងមិនធំទេបើសិនជាបងប្អូនអាចចេះដោះស្រាយគ្នាដោយសន្តិវិធីប៉ុន្តែជាការកត់សម្គាល់ខ្ញុំបានស្ដាប់ការលើកឡើងរបស់ប្រពន្ធដើមមុនពេលដែលសមត្ថកិច្ចឃាត់ខ្លួនគឺអាងថាកន្លងមកធ្លាប់បានធ្វើកិច្ចសន្យាជាមួយសីស្នាដូចហើយថាឲ្យបញ្ឈប់ការទំនាក់ទំនងគ្នាជាមួយនឹងប្តីបន្តទៀតប៉ុន្តែនៅជុំការហេតុដោយសារតែជនគ្រោះបានបើកឡានមកឈប់នៅមុខផ្ទះរបស់ប្រពន្ធដើមតែម្ដងហើយមានការឌឺដងគ្នាឆាតទៅឆាតមកក៏ប្រពន្ធដើមនិងបងប្អូនទប់កំហឹងមិនជាប់ក៏ចេញមកប្រើប្រាស់វាយបំផ្លិចបំផ្លាញឡានរបស់ជនគ្រោះហើយដេញបំបុកឈានដល់ការប្រើប្រាស់នៅអំពើហិង្សាតែម្ដងការប្រើប្រាស់អំពើហិង្សាទៅលើអ្នកដទៃការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃគឺជាបទល្មើសព្រហ្មទណ្ឌដែលសមាជិកត្រូវតែអនុវត្តច្បាប់បញ្ជូនទៅតុលាការប៉ុន្តែខ្ញុំសង្ឃឹមថាតុលាការនឹងមានសុភវិនិច្ឆ័យពិនិត្យអំពីអង្គហេតុអង្គច្បាប់ផុសតាមជាពិសេសគឺចេតនានៃការប្រព្រឹត្តបទល្មើសរបស់ប្រពន្ធដើមនិងគូកនដែលការប្រព្រឹត្តបទល្មើសនេះព្រោះតែការទប់កំហឹងមិនបានហើយសង្ឃឹមថាតុលាការនឹងអាចអនុញ្ញាតឲ្យប្រពន្ធដើមក៏ដូចជាគូកនបាននៅក្រៅឃុំជាបណ្ដោះអាសន្នពោលគឺពុំគួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះទេដោយសារតែជាសនកម្មនៃបទល្មើសនេះដូចជាមិនសូវធ្ងន់ធ្ងរប៉ុន្មានទេខូចខាតទ្រព្យសម្បត្តិហើយជនគ្រោះគ្រាន់តែរងរបួសសះស្បើយតែប៉ុណ្ណោះជាមួយគ្នានេះខ្ញុំសូមក្រើនរំលឹកទៅកាន់បងប្អូនទាំងគ្នាមិនថារឿងស្នេហាត្រីកោណឬក៏រឿងអ្វីផ្សេងតាមដងផ្លូវទេបងប្អូនត្រូវទប់កំហឹងឲ្យបានរឿងខ្លះតូចប៉ុន្តែបើសិនជាបងប្អូនទប់កំហឹងមិនបានខ្លាចជារឿងធំខ្លាចជារឿងដែលពិបាកក្នុងការដោះស្រាយគ្នាបងប្អូននឹងប្រឈមមុខចំពោះការអនុវត្តច្បាប់ជាក់ជាមិនខានឡើយនៅថ្ងៃទី4ខែឧសភានេះសមាជិកនឹងបញ្ជូនប្រពន្ធដើមនិងគូកនទៅតុលាការហើយបើសិនជាតុលាការមានការសម្រេចបែបណាអង្គភាពសារព័ត៌មានកម្ពុជាឈ្នះនឹងរាយការណ៍ជូនបងប្អូនជាបន្តបន្ទាប់នៅពេលក្រោយទៀត